សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយពី tip មួយចំនួនសម្រាប់ការត្រៀមប្រឡងពេទ្យឆ្នាំ2026នឹងដោយសារតែយើងដឹងហើយថាការប្រឡងហ្នឹងគឺស្ថិតនៅក្នុងថ្ងៃទី6ទី7ធ្នូ2025វាគៀកខ្លាំងមែនតើនៅសល់តែ30ថ្ងៃជាងទៅទេគឺយើងដល់ថ្ងៃប្រឡងហើយអញ្ចឹងសម្រាប់គ្នាយើងដែលគាត់ឡើងទី12ថ្មីមកអត់ទាន់ចេះលំហាត់តែយើងគួរចាប់ផ្ដើមពីចំណុចណាហើយធ្វើម៉េចឲ្យលឿនដោយសារតែគ្នាយើងខ្លះគាត់អត់ជាប់ឆ្នាំមុនគាត់ត្រៀមមួយឆ្នាំ2ឆ្នាំហើយសម្រាប់ការប្រឡងហ្នឹងអញ្ចឹងឥឡូវនេះយើងមកមើល tip ទាំងអស់គ្នាមកអញ្ចឹងនេះគឺជាtip ដែលយើងហ៊ានតាមដំណាក់កាលហ្នឹងទៅគឺធានាថាបានបន្ទុកខ្ពស់ហើយនឹងជាប់ដោយសារតែបើសិនបើយើងហ៊ានខ្ញុំទៅទៀតខ្ញុំប្រាប់ពីកន្លែងដែលយើងខ្វះខាតហើយនឹងដូចជាអត់មានអ្នកមកហ៎នេះកន្លែងដែលយើងភាកច្រើនខ្វះខាតនិងកន្លែងដែលយើងធ្វើទៅជាប់កន្លែងធ្វើទៅអត់ជាប់អូខេអញ្ចឹងទី1 tip របស់ខ្ញុំគឺហ៊ានលំហាត់ទាំងអស់នៅក្នុងសភៅក្រសួងលំហាត់និងសំណួរនៅក្នុងសភៅក្រសួងទាំងអស់ដោយសារយើងដឹងស្រាប់ហើយថាការប្រឡងប៉ាត់គឺគេចេញនៅក្នុងសភៅក្រសួងតាមសំណួរបញ្ចប់មេរៀនសំណួរបញ្ចប់ចម្ពោះអញ្ចឹងបើយើងរៀនអានោះអត់អស់ជួបប្រឡងចេញមកលំហាត់ដែលយើងមិនដែលរៀនចេញក្នុងហ្នឹងដឹងតែចេញនៅក្នុងហ្នឹងហើយក៏ប៉ុន្តែដឹងថាលំហាត់ហ្នឹងយើងដែលរៀនឬក៏អត់ទេអញ្ចឹងដើម្បីកុំឲ្យមានហានិភ័យនឹងអ្នកទាំងអស់គ្នាត្រូវការជាប់ពេលប្រឡងត្រូវការធ្វើអ្នកទាំងគិតមើលបើសិនបើយើងដាក់លំហាត់ដាក់សាលាដែលមានហានិភ័យនៃការប្រកួតប្រជែងខ្ពស់ប្រឡងគេយកបន្ទុកខ្ពស់អូមកថាប្រឡងដាក់នឹង2000អ្នកអញ្ចឹងគេយក300អ្នកគេកាត់យក300នៅលើហ្នឹងហើយអញ្ចឹងយើងត្រូវការធ្វើបានច្រើនហើយអ្នកខ្លះបត់ផ្សោតឆ្នាំមុនមកដែលនៅគាត់ធ្វើត្រូវទាំងអស់ហើយនៅតែលេខច្រើនអត់ជាប់ជួយតម្រុំតែយើងធ្វើខុសច្រើនទៀតអញ្ចឹងវាហានិភ័យនៃការធ្លាក់វាច្រើនអញ្ចឹងទី1គឺហ៊ានទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាគឺ guarantee មកថាលំហាត់ចេញមកគឺចេះទាំងអស់អត់មានលំហាត់ណាដែលអត់ចេះទេអញ្ចឹងលំហាត់ដែលអឺពេលខ្លះរៀងស្ទើលក្ខណៈថារៀងអត់សូវច្បាស់ក៏ដោយក៏យើងបានរៀនហើយគឺវាមានដឹងវិធីសាស្ត្រអូខេអញ្ចឹងទី1គឺរៀនទាំងអស់នៅក្នុងសភៅពុំក្រសួងហ្នឹងតែឥឡូវយើងសួរសំណួរមកទៀតថាសភៅពុំក្រសួងហ្នឹងមកកណោកហ្នឹងហើយឥឡូវនៅសល់តែ50ថ្ងៃជាងហ្នឹងតែយើងរៀនតនអនអញ្ចឹងណាអញ្ចឹងខ្ញុំនឹងប្រាប់ tip អ្នកទាំងអស់គ្នាសភៅក្រសួងគឺច្រើនមែនតែលំហាត់ខ្លះសំណួរខ្លះគឺវាមិនអាចចេញតែម្ដងកណិតលំហាត់ដូចជាខ្សែកោងខ្លះគឺវាអត់អាចចេញតែម្ដងអញ្ចឹងយើងមិនបាច់រៀនទេអញ្ចឹងយើងត្រូវសម្រាំងលំហាត់ណាដែលភាគរយចេញ99%តែម្ដងលំហាត់ខ្លះគឺភាគរយអត់ចេញតែម្ដងភាគរយចេញតែ10%អញ្ចឹងយើងមិនបាច់រៀនទេព្រោះយើងមើលលំហាត់ដែរហើយសម្រាំងសំណួរនេះខ្ញុំតែសម្រាំងរាល់ឆ្នាំហាត់មានសំណួរអត់មានការចេញប្រឡងឆ្នាំណាដែលចេញមកខុសទេគឺចេញមកដូចទាំងអស់ទាំងគណិតគីមីនិងជីវៈដូចគ្នាគីមីក៏អញ្ចឹងដែរលំហាត់ខ្លះគឺអត់អាចចេញតែម្ដងហាត់អីមិនអត់អាចចេញវាត្រូវគូសរូបគូសអីលំហាត់ត្រូវកណនីឬអីចឹងណាអូខេសំណួរជីវៈដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរៀនតាមសម្រាំងហ្នឹងហើយរបៀបសម្រាំងមកនេះខ្ញុំយកមកខ្ញុំត្រៀមសម្រាំងសម្រាប់គ្នាយើងដែលគាត់ត្រៀមប្រឡងឈុតឯកសារហ្នឹង2026ហ្នឹងហើយបើអ្នកទាំងអត់ទេអាចសភៅពុំមើលទៅលំហាត់នេះខ្ញុំរៀបចំ schedule អ្នកទាំងអស់គ្នារៀនតាមគ្រប់សភៅទាំងអស់តែដឹងស្រាប់ថាការប្រឡងយើងគឺនេះប្រឡងថ្ងៃ6ថ្ងៃ7 Wiki អីហើយឥឡូវនេះគឺសិតថ្ងៃ14 15នេះអញ្ចឹងអ្នកទាំងអស់គ្នាអាចការរៀនធៀមសម្រាំងនេះគឺខ្ញុំគិតថាគូរៀនត្រឹមថ្ងៃ8ឬក៏យ៉ាងច្រើនថ្ងៃ13 15 November គឺឈប់ហើយយើងចាប់ផ្ដើមរៀនសម្រុកវិញ្ញាសានិងសម្រុកវិញ្ញាសាអនុវត្តធ្វើអញ្ចឹងទី1គឺហើយអ្នកទាំងគ្នាមួយទៀតបើសិនមិនអត់រៀនតាមមេរៀនអស់ទេហើយអត់បញ្ញាប់ពលឿនទេពេលដែលរៀនវិញ្ញាសាគឺតង់មែនតើហ្មងហើយអញ្ចឹងហៅតែយូរទៅដែរអូខេអញ្ចឹងយើងរៀនប៉ុណ្ណឹងអស់មករៀនរយៈពេលគឺនេះគឺ13ទៅដល់ថ្ងៃ8 November វិច្ឆិកាហ្នឹងឬក៏យើងអាចឡែតបន្តិចម្ដងថ្ងៃ12អី11អីគឺអត់អីទេអញ្ចឹងគឺរៀនតាមសម្រាំងហ្នឹងដូចជាជីវៈខ្ញុំសម្រាំងមកសរុបនៅក្នុងសភៅក្រសួងវាមាន100ជាងអូខេឥឡូវនេះខ្ញុំយកមកនេះ125គឺមើលតែប៉ុណ្្នឹងក៏បានហើយចម្លើយដល់ណាចម្លើយគឺក្នុងសភៅនេះសភៅនេះគឺខ្ញុំដាក់មកទាំងអស់នេះឃើញអត់សភៅនេះគឺមានគ្រប់ទាំងអស់នៅក្នុងសភៅពុំគណិតក៏អញ្ចឹងគីមីក៏អញ្ចឹងចង់មានបញ្ហាឯងសភៅពុំនៅតាមបញ្ចប់សំណួរបញ្ចប់ចម្ពោះអីគឺមានទាំងអស់ហើយយើងអាចសម្រាំងមកអ្នកទាំងអស់គ្នាអាចចូលមើលបានអានេះគឺតែប៉ុណ្្នឹងឯងអញ្ចឹងមានអត់ច្រើនទេអ្នកទាំងអស់គ្នាត្រៀមបាក់ដប់ម៉ែនរាប់រយដូចជា4 500សំណួរឬអី120សំណួរជាងយើងអាចទិញអស់ក្នុងរយៈពេល
10 20ថ្ងៃហ្នឹងអញ្ចឹងរៀនអស់ទៅសម្រាប់ដែរគាត់យើងចង់ដាក់សាលាក្រហមសាលាអីអញ្ចឹងណាវិទ្យាសាស្ត្រចង់បានអាហារូបករណ៍ចង់បានអីអញ្ចឹងយើងរៀនបែបហ្នឹងហើយគណិតវិទ្យាដូចគ្នាខ្ញុំសម្រាំងមក99%គឺចេញនៅក្នុងហ្នឹងតែម្ដងព្រោះឆ្នាំមុនអត់មានចេញខុសទេអូខេអានេះតាមមេរៀន limit តែប៉ុណ្្នឹងហ្នឹង limit តែប៉ុណ្្នឹងទេ8ហ្នឹងអាហ្នឹងតាមមេរៀនណាអូខេនេះភាពជាប់ប៉ុណ្្នឹងអានេះគឺលំហាត់ហ្នឹងគឺសិតតែភាគរយចេញប្រឡងហ្មងអញ្ចឹងតើអត់រៀនអាហ្នឹងគឺហានិភ័យហើយលំហាត់ចាប់ចម្ពោះតាមយើងចូល database ឃើញទេកោនិចdatabase ហើយអានេះអាងតេក្រាគឺយើងរៀនប៉ុណ្ណឹងអាងតេក្រាកំណត់តែប៉ុណ្ណឹងទេអានេះលំហាត់ចាប់ចម្ពោះរៀងច្រើនតិចអូខេហើយលំហាត់ពិសេសលំហាត់លំហាត់ក្រាបនេះលំហាត់ក្រាបនេះគឺស្រាប់តែចេញប្រឡងហើយក្លេហ្មងមកចេញមកពាក្យច្រើនសិស្សខ្លះអត់សិស្សពាក្យច្រើនមកគឺអត់ចេះធ្វើទេអញ្ចឹងបើយើងចាស់យើងភាគរយនៃការចប់ខ្ពស់ដោយសារយើងប្រឡងប្រជែងកៅអីអូខេអញ្ចឹងសម្រាប់នេះអ្នកទាំងគ្នារៀនទៅ10ថ្ងៃជាងមិញហ្នឹងដល់គណិតអញ្ចឹងខ្ញុំទាញគីមីមកមួយទៀតគីមីក៏តិចដែរអត់ច្រើនទេនេះគីមីវា start ពីត្រឹមហ្នឹងមកហើយលំហាត់ដែលខ្ញុំដាក់រៀង highlight ដិតនេះគឺមានអ្នកធ្លាប់ចេញប្រឡងហើយអញ្ចឹងណាវាអត់ច្រើនទេសរុបទៅតែមក54ទំព័រឯងគឺរៀនតែប៉ុណ្្នឹងឯងហើយចម្លើយនៅណាចម្លើយនៅក្នុងសៀវភៅនឹងទាំងអស់អត់មានបាត់ទេអញ្ចឹងទី1 tip ទី1រៀននៅក្នុងសៀវភៅពុំទាំងអស់អញ្ចឹងបើរៀនក្នុងសម្រាំងទៅដោយសារឥឡូវវាអត់តន់ទេបើរៀនតាមលំហាត់ណាដែលអត់អាចចេញប្រឡងបាច់រៀនទេយើងសម្រាំងមកគឺភាគរយចេញហើយនឹងសៀវភៅហ្នឹងគឺមានទាំងអស់ហើយរៀនតាមហ្នឹងមកហើយអត់យល់កន្លែងណាអាចចូលគ្រប់វីដេអូនេះខ្ញុំដាក់បង្ហាញតិចនេះគ្រប់វីដេអូរបស់យើងមានន័យថាលំហាត់នេះគឺ database អញ្ចឹងណានេះតាមមេរៀនអូខេនេះឲ្យ database អញ្ចឹងខ្ញុំឲ្យមើល Integral អញ្ចឹងណាមានអានេះខ្ញុំយកមេរៀនបន្ថែមមកអញ្ចឹងលំហាត់ណានៅក្នុងសៀវភៅហ្នឹងបើអត់ចេះចូលមើលក្នុងវីដេអូហើយខ្ញុំរៀបចំជានេះមកហ្មងអញ្ចឹងងាយស្រួលនេះអូខេខ្ញុំដាក់មេរៀនអញ្ចឹងណាគណិតអីលំហាត់ណាអត់ចេះយើងអាចចូលមើលបានហើយពិសេសគឺកន្លែងក្រាបហ្នឹងហ្មងក្រាបភាគច្រើនវា critic ជាងគេអញ្ចឹងណាហើយគឺមានទាំងអស់នៅក្នុងនេះនឹងកោនិចក៏ដោយអញ្ចឹងរៀនតែប៉ុណ្្នឹងអស់គឺយើងគ្រប់មេរៀនអស់ហើយអញ្ចឹងរៀននៅក្នុងសៀវភៅហ្នឹងអត់ចេះលំហាត់ណាចូលមើលវីដេអូនៅក្នុងក្រុមទៅហើយបន្ទាប់ពីហ្នឹងមកកន្លែងនេះយើងបន្តទៀតអញ្ចឹងនៅពេលដែលរៀនអានឹងចប់អស់ហើយយើង start ដល់ជំហានទី2គឺយើងរៀនវិញ្ញាសារៀនទាំងថ្មីទាំងចាស់ហើយរៀនពីពេលដែលយើងរៀនចប់អាសភៅ3ក្បាលហ្នឹងហើយគឺរៀនវិញ្ញាសាមកទាំងអស់មកវិញ្ញាសាឆ្នាំចាស់និងវិញ្ញាសាថ្មីវិញ្ញាសាឆ្នាំចាស់គឺខ្ញុំដាក់មកទាំងអស់នៅក្នុងនេះនៅក្នុងហ្នឹងគឺមានទាំងអស់ហើយឆ្នាំម៉ានគីមីក៏មានគណិតក៏មានជីវៈក៏មានរៀនតាមហ្នឹងមកនេះកន្លែងក្នុងម្ដុំធំហ្នឹងខ្ញុំដាក់រួមគ្នាមកទាំងអស់ហ្មងអញ្ចឹងរៀនតែប៉ុណ្្នឹងអស់គឺយើងអាចធ្វើបានហើយរហូតដល់ថ្ងៃប្រឡងតែម្ដងហើយប៉ះសិនបើនេះពាក់ព័ន្ធជាមួយនឹងវីដេអូបញ្យលពីវិញ្ញាសាហ្នឹងក៏មានដូចគ្នាមានន័យថាគណិតឧមាថាធ្វើអីតាឆ្នាំ2024អីអត់ដឹងថាលំហាត់ហ្នឹងគេធ្វើមិនអញ្ចឹងណានេះអាចចូលមើលបានកន្លែងនេះគណិតបញ្ញាបត្រឃើញអត់នេះគណិតនេះពីបញ្ញាបត្រនេះ2019 20នេះខ្ញុំភីនវាតាមស្លឹកនេះដូចជាលំហាត់នេះអញ្ចឹងវាស្ថិតនៅក្នុង2025អញ្ចឹងខ្ញុំដាក់ទី1លំហាត់ទី1វីដេអូ1លំហាត់ទី2វីដេអូ2អញ្ចឹងណាអញ្ចឹងគ្រប់ឆ្នាំ21 2011ដល់2025ហើយសម្រាប់មួយនេះគឺបញ្ចប់ហើយអានេះ2024អញ្ចឹងសម្រាប់វិញ្ញាសា2024មានប៉ុន្មាននេះគឺលេខឧបត្ថម្ភធ្វើតែអានេះអត់ចេះលេខ10អញ្ចឹងណាអញ្ចឹងមើលមកលេខ10មកនេះវីដេអូលេខ10អូខេអញ្ចឹងវាអត់មានបញ្ហាអីទេណាហើយបញ្ញាបត្ររោងក៏មានដែរសម្រាប់គ្នាយើងធៀបបញ្ញាបត្ររោងគឺមានទាំងអស់វីដេអូក៏មានវិញ្ញាសាក៏មានហើយចម្រុះនេះមានពេលយើងមើលបន្ថែមមកអត់ក៏អត់ទៅហើយគីមីគឺដូចគ្នាគីមីតាមមេរៀនក៏មានវីដេអូដែរចូលនេះមកវីដេអូគីមីវិញ្ញាសាគីមីហើយជីវៈគឺយើងមានសភៅទិញយកហើយក្រៅពីហ្នឹងគឺ
បន្ទាប់ពីយើងរៀនអាហ្នឹងអស់ហើយរហូតដល់ថ្ងៃប្រឡងអញ្ចឹងយើងមានន័យថាអត់មានអីជាហានិភ័យទេមេរៀនគឺយើងចេះអស់ហើយយើងអនុវត្តឲ្យច្រើនដងវិញ្ញាសាទៀតបន្ទាប់មកខ្ញុំនឹងប្រាប់ពីរបៀបបញ្យល់ពីរបៀបសរសេរអញ្ចឹងពេលដែលអ្នកទាំងអស់គ្នារៀនចប់អស់រៀនតាមសភៅអីយើងត្រូវចេះរបៀបសរសេរព្រោះរបៀបសរសេរសំខាន់ណាស់ដើម្បីយកបន្ទុកអញ្ចឹងខ្ញុំមានវីដេអូពីរបៀបសរសេរថាជីវៈយើងគួរសរសេរបែបម៉េចគីមីគួរសរសេរបែបម៉េចគណិតបែបម៉េចអញ្ចឹងពេលដែលអ្នកទាំងអស់គ្នារៀនអនុវត្តវិញ្ញាសាចាស់យើងរៀនឡើងរៀនសភៅទៅ writing កណ្ដាស់មកធ្វើដូចការប្រឡងហើយរបៀបសរសេរគឺបែបហ្នឹងហើយនៅក្នុងហ្នឹងគឺខ្ញុំមានវីដេអូរបៀបសរសេរអស់ហើយការពារកុំឲ្យយើងមានហានិភ័យថ្ងៃប្រឡងអីអញ្ចឹងណាហើយកន្លែងនេះគឺខ្ញុំនឹងប្រាប់បន្ថែមថាគួរយកអីទៅហើយគួរធ្វើមិនអញ្ចឹងទៅអញ្ចឹងនៅក្នុងវីដេអូនោះដូចគ្នាកន្លែងនេះសំណួរជីវៈអូខេនេះខ្ញុំប្រាប់ពីតិចនេះហ៊ានទេដាក់ពាក្យធម្មតាទេកន្លែងសម្រាំងសំណួរនេះខ្ញុំផ្ញើ file ទៅហើយអញ្ចឹងអ្នកនរគ្នាចូលរៀនមើលបដាមកហើយនេះគឺជាវីដេអូនៃការប្រាប់ពីរបៀបសរសេរអញ្ចឹងអ្នកនរគ្នាត្រូវដឹងពីរបៀបសរសេរមិនខ្លះអញ្ចឹងណាក្នុងការប្រឡងហ្នឹងហើយនេះខ្ញុំប្រាប់មួយចំនួនដែលអ្នកនរគ្នាធ្វើហើយគឺវាមានហានិភ័យនៃការប្រឡងទី1គឺរៀនចោះតាមមេរៀនមានន័យថារៀនអត់គ្រប់លំហាត់ទេអញ្ចឹងពេលប្រឡងមកចេញលំហាត់មកអត់ចេះអស់បន្ទុកគឺធ្លាក់តែម្ដងបើសិនបើយើងធ្លាប់រៀនយ៉ាងណាក៏យើងនៅចាំខ្លះដែរអញ្ចឹងវាអត់មានហានិភ័យខ្ពស់ទេហើយមួយទៀតគឺរៀនវិញ្ញាសាគឺរៀនវិញ្ញាសាយកហ្មងអត់មានរៀនតាមលំដាប់លំដោយមានតែរៀនចោះព្រោះតាម experience ព្រោះនៅពេលដែលរៀនចោះតាមវិញ្ញាសាយើងអត់សូវច្បាស់ពីមេរៀនហ្នឹងទេបើសិនបើយើងរៀនមេរៀន limit ហ្នឹងយើងរៀនលំហាត់របស់វាសុទ្ធណាអាពេលហ្នឹងយើងនឹងចាំរៀងបានយូរជាងហើយច្បាស់ជាងពេលរៀនអង្គតេក្រាយើងរៀនអង្គតេក្រាសុទ្ធយើងនឹងចាប់បាននៅរូបមន្តនឹងអីជាងយើងរៀនចោះម្ដងតិចលំហាត់នេះលំហាត់នោះច្រឡំអាហ្នឹងយើងរៀនវិញ្ញាសាហ្នឹងតែពេលដែលយើងរៀនចប់អស់ទេពេលដែលរៀនមេរៀនចប់អស់ចាំយើងរៀនវិញ្ញាសាចោះហ្នឹងតែយើងអត់អាចចាប់ដំបូងចាប់យកអាហ្នឹងភ្លាមទេព្រោះតែចាប់យកអាហ្នឹងភ្លាមពិបាកក្នុងការយល់ហើយប្រឡងដូចតែញយកអញ្ចឹងវាពិបាកវាសម្ពាធណាហើយមួយទៀតគឺពេលរៀនកត់តាមគ្រូឯងកត់រហូតកត់វាល្អហើយតែអត់អាចរហូតទេដំបូងយើងកត់តាមគ្រូដូចវីដេអូចឹងខ្ញុំអញ្ចឹងតែអ្នកអាចកត់តាមអីចឹងតែបន្ទាប់មកយើងត្រូវអនុវត្តសរសេរខ្លួនឯងប្រឡងថេស្តខ្លួនឯងដាក់ម៉ោងអីហើយយើងនឹងកែអូខេមួយទៀតគឺសរសេរអត់ត្រូវពាក្យអត់ត្រូវក្លែបាត់អីចេះតែសរសេរពីការអញ្ចឹងណាហើយខាតតែពេលហើយអត់បានបន្ទុកទៀតអញ្ចឹងអាហ្នឹងជាហានិភ័យហើយបើយើងចង់ success គឺមិនទីមួយយើងរៀនផ្ទុយពីមិញហ្នឹងមកយើងរៀនតាមលំហាត់ហើយរៀនតាមលំហាត់ដោយសារឥឡូវវាអត់តន់អញ្ចឹងយើងរៀនតាមសម្រាំងមកសម្រាំងវាភាគរយចេញខ្ពស់ណាស់អត់អីទេគ្រប់ទាំងអស់អញ្ចឹងយើងបានចេះចាំបានច្រើនបន្ទាប់មកយើងអនុវត្តវិញ្ញាសាឆ្នាំមុនដឹងថាកម្រិតនៃការចេញមិនទៅសេតនៅក៏អត់បន្ទាប់មកយើងនឹងវឹកហាត់ធ្វើខ្លួនឯងឲ្យរដិលឲ្យរ៉ាប់អញ្ចឹងណាឲ្យលឿនឲ្យរហ័សបន្ទាប់មកយើងធ្វើត្រូវលឿនយើងនឹងបានបន្ទុកខ្ពស់យើងចេះដឹងព្រោះយើងមានពេលយើងបឹកហាត់ការសរសេរខ្លួនឯងឲ្យស្អាតឬក៏ឲ្យត្រូវជាមួយស្តង់ដារនៃការប្រឡងអញ្ចឹងយើងជាប់ហើយនឹងបានហាត់ឧបករណ៍យើងត្រូវមើលឧបសគ្គហ្នឹងគឺជាឱកាសនៅពេលដែលក្រសួងដាក់ថ្ងៃប្រឡងយឺតអ្នកទាំងអស់គ្នាទាំងអស់ត្រៀមបានច្រើនក៏ប៉ុន្តែថ្ងៃឆ្នាំនេះគឺក្រសួងដាក់លឿនអញ្ចឹងអ្នកទាំងអស់គ្នាដែលបានត្រៀមកាន់ពីមុនមកគឺឱកាសរបស់យើងហើយភាគច្រើនអត់បានត្រៀមទេដោយសារតែវាខ្លីពេកអញ្ចឹងបើយើងបានត្រៀមគឺយើងនឹងជាប់អូខេព្រោះការប្រឡងនេះគេមិនកំណត់បន្ទុកម៉ាននេះគឺធ្វើយ៉ាងម៉េចបានបន្ទុកខ្ពស់ជាងគេហើយឥឡូវនេះគឺស្ថិតនៅក្នុងថ្ងៃប៉ុណ្ណេះខ្ញុំរៀបចំ schedule ទៅយើងប្រឡងថ្ងៃ6ថ្ងៃ7អញ្ចឹងធ្វើម៉េចឲ្យចាប់ផ្ដើមរៀនវិញ្ញាសាវឹកហាត់វិញ្ញាសាឆ្នាំចាស់ហើយវិញ្ញាសាអនុវត្តផ្ទាល់ហ្នឹងពីថ្ងៃ15 13 14អីចឹងទៅណាអញ្ចឹងឥឡូវនេះនៅក្នុងពាក់មួយខែហ្នឹងហើយធ្វើថ្ងៃ8អីត្រូវរៀននៅក្នុងនេះអស់បើអ្នកទាំងគ្នារៀនចាប់ភ្លាមវិញ្ញាសាភ្លាមអត់រៀនអានេះគឺហានិភ័យដូចខ្ញុំនិយាយអញ្ចឹងបើឈោមនឹងការអត់ជាប់ច្រើនណាស់អញ្ចឹងរៀននៅនឹងសិនហើយចាំរៀនវិញ្ញាសាហើយអត់អីទេដោយសារយើងរៀនមកដល់ថ្ងៃ8យើងចាប់ផ្ដើមវិញ្ញាសាណាចិត្តមួយខែដែរអញ្ចឹងយើងអាចធ្វើបានហើយមកដល់ឥឡូវហ្នឹងគឺធ្វើមិន focus ទៅលើការប្រឡង8កុំតន់គិតអីផ្សេងដោយសារតែប្រឡងខ្លីរយៈពេលខ្លីហើយខ្ញុំឲ្យជា quote មួយចំនួនដែលខ្ញុំយកពីកលមកអញ្ចឹងអ្នកទាំងអស់គ្នាមិនមានន័យថាគ្រាន់តែយើងរៀនហ្នឹងគិតថាយើងហ្នឹងគិតតែរៀនហ្នឹងវាគិតថាយើងអាចជាប់ productivity ណាឃើញអត់អាខ្លះវាគ្រាន់តែ
រៀនតែតែវាអត់មាន quality យើងត្រូវមាន quality នឹងមិនរៀប plan ឲ្យត្រឹមត្រូវរៀនឲ្យអស់អញ្ចឹងអាខ្លះវិញគឺអ្នកទាំងអស់គ្នារៀនដដែលដល់ពេលអាណាអត់រៀនសតហើយដល់ពេលរៀនដដែលពេកហើយពេលប្រឡងតែចេញឲ្យអត់រៀននោះសត1 2 3មកគឺទៅមកអញ្ចឹងយើងអត់អាច confuse activity របស់យើងត្រូវតែមាន plan ធ្វើឲ្យច្បាស់លាស់មានន័យថាក្តោបឲ្យច្បាស់មួយទៀតគឺ a goal without a plan is just a dream មានន័យថាយើងគាត់តែចង់ជាប់គាត់ចេះតែរៀនអត់ដឹងថា goal គឺអីគេ goal គឺយើងនេះបើយើងរៀនគឺទី1ថាខ្ញុំដាក់ចិត្តថាធ្វើម៉េចឲ្យចប់ឲ្យទាំងអស់ហ្នឹងឲ្យលឿនបំផុតតាមអាចធ្វើបាននេះចប់នៅក្នុងសភៅនេះឲ្យលឿនតាមអាចធ្វើបានបន្ទាប់មកខ្ញុំនឹងអាចរៀនវិញ្ញាសាអញ្ចឹងអ្នកទាំងអស់គ្នាខ្លះគាត់កំពុងតែfeel ថាធ្វើម៉េចឲ្យរៀនលឿនរៀនវិញ្ញាសាលឿនអីអញ្ចឹងណាតែពិតត្រូវយកអាហ្នឹងធ្វើជា motivation ថាធ្វើម៉េចខ្ញុំរៀនឲ្យអាសភៅនោះឲ្យចប់ថ្ងៃ31អីតល្អហើយអាងវិញ្ញាសានិយាយទៅយកអាហ្នឹងជាកម្លាំងចិត្តវិញណាជាជាងដែលយើងប្រញាប់លត់ផ្លោះទៅភ្លាមអញ្ចឹងបើយើងអត់មាន plan ច្បាស់លាស់ទេគឺបើយើងអត់ control time ឲ្យបានល្អទេគឺ time នឹង control យើងហើយរយៈពេលប៉ុណ្ណឹងគឺអត់អាឡ័យតែភ័យគឺអត់បានធ្វើអីសោះហ្មងឥឡូវនេះយកការភ័យយកការបារម្ភយើងនឹងបំលែងទៅជាការរៀនឲ្យឆាប់ចប់វិញតាម plan របស់យើងវិញហើយអីក៏ដោយគឺចាប់ផ្ដើមពីថ្ងៃហ្នឹងអញ្ចឹងមានសិស្សបងយើងគាត់សួរថាឥឡូវនៅសល់ប៉ុណ្ណឹងរៀនតអត់បងអញ្ចឹងយើងត្រូវតែរៀនវាអត់មានឆ្លើយទៀតទេរៀនពីថ្ងៃហ្នឹងទៅអត់មានឡែតទេបើសិនបើគិតថាបើឲ្យគិតថាឥឡូវប្រហែលជាអត់សង្ឃឹមហើយអញ្ចឹងអត់រៀនអត់អីតិចចប់ហ្មងហ្នឹងមានន័យថាភាគរយដែលយើងចប់រត់តែតិចទៀតពេលខ្លះវាជាឱកាសវិញដូចខ្ញុំបាននិយាយពីដើមអញ្ចឹងរយៈពេលខ្លីគេអត់បានធៀមតែយើងធៀមយើងជាប់ហ្មងអញ្ចឹងណាហើយអត់មានគិតថាអូយស្ដាយបើខ្ញុំខំរៀនពីប្រហែលខែមុនមកខ្ញុំនឹងនេះណាមិនបាច់ស្ដាយទេពេលវេលាដែលចប់គឺចប់ហើយឥឡូវនេះ start ពីថ្ងៃហ្នឹងទៅមានន័យថាយើងមានឱកាសមួយថ្ងៃគឺសូម្បីតែ30ថ្ងៃក៏ដោយ10ថ្ងៃក៏អ្នកទាំងគ្នាអាចធ្វើឲ្យជាប់បានដែរឲ្យតែយើងខំហើយយើងចង់ហើយចាប់ផ្ដើមពីឥឡូវហ្នឹងអត់មានចាប់ផ្ដើមពីស្អែកខាន់ស្អែកថ្ងៃនេះថ្ងៃនោះទេយល់អត់អញ្ចឹងទៅមិនថាសតក្នុងរយៈពេលប៉ុន្មានទេអញ្ចឹងខ្ញុំថាដាក់30ឬក៏50ថ្ងៃហ្នឹងអ្នកទាំងអស់គ្នាគឺនៅតែអាចធ្វើបានគ្រាន់តែតាំងចិត្តរបស់យើង plan របស់យើងមិនខ្លះហើយមួយទៀតគឺយើងអត់មាន let ទេមិនថាសល់ប៉ុន្មានថ្ងៃទេ10 20ថ្ងៃក៏អ្នកទាំងអស់គ្នាអាចជាប់ដែរឲ្យតែយើងខំមាន plan ច្បាស់លាស់ហើយយើងអនុវត្តទៅមានសម្ភារៈច្បាស់លាស់មានការកាយច្បាស់លាស់គឺអូខេហើយអញ្ចឹងគឺវាអត់មាន let អីទាំងអស់ឃើញវីដេអូហ្នឹងហើយ start ពីថ្ងៃហ្នឹងទៅអត់មានទេ5ថ្ងៃ10ថ្ងៃក៏អ្នកនឹងអាចធ្វើជាប់ដែរឲ្យតែយើង start ពីឥឡូវកុំគិតអីច្រើនបន្តហើយអញ្ចឹងបើសិនបើអានេះគ្រាន់តែ quote លើកទឹកចិត្តរបស់ខ្ញុំទេអស់ហើយបើអ្នកទាំងគ្នាត្រូវការឈុតឯកសារហ្នឹងអាចឯកសារដែលខ្ញុំប្រាប់មកនៅក្នុងក្រុមអីហ្នឹងអាច contact មកខ្ញុំតាមIG តាម Telegram នេះក៏បានឬក៏តាម Facebook ក៏បានទៅតាម Telegram ហ្មងទៅខ្ញុំស្រួលផ្ញើហ្វាល់ពីព័ត៌មានអញ្ចឹងណាអញ្ចឹងមានតែប៉ុណ្្នឹងឯងអ្នកទាំងគ្នាត្រូវតែធ្វើបានហើយតាំងចិត្តទៅមិនគិតខ្វល់ថានៅសល់ប៉ុន្មានថ្ងៃទេគឺមិនយើងរៀប plan ហើយយើងធ្វើឲ្យលឿនតាម plan ហ្នឹងកុំស្លន់